I suggest that the matter blank reconsidered តែបានន័យថាខ្ញុំស្នើថាបញ្ហាពិចារណាឡើងវិញជម្រើស A being B B C is ហើយនិង D has ដែលយើងឃើញថាក្នុងចំណោមជម្រើសទាំង4ហ្នឹងមាន3ជា form របស់ B គឺ A B C ហើយនៅ D ជា has ដែលជា form របស់ have ហើយយើងឃើញថា reconsider ពីក្រោយចន្លោះហ្នឹងវាគឺជា verb ed verb ed កាលណាប្រើផ្សំជាមួយនឹង has ដែលជា form របស់ have វាបង្កើតបានទៅជាទម្រង់ប្រយោគ present perfect ហើយ verb ed ហ្នឹងផ្សំជាមួយ form របស់ B វាបង្កើតបានទៅជាទម្រង់ប្រយោគ passive ហើយតាមអត្ថន័យយើងត្រូវយកជា form របស់ B ទម្រង់ passive ពីប្រធានរបស់វា the matter បញ្ហាហ្នឹងវាអត់ធ្វើអំពើពិចារណាឡើងវិញទេបាទបញ្ហាវាមិនចេះពិចារណាទេវាចេះតែរកអំពើនៃការពិចារណាវាត្រូវបានគេពិចារណាលើវាជាងម្ដងទៀតយើងត្រូវយកជាទម្រង់ passive ជាងយើងត្រូវយក form របស់ B ហើយ form របស់ B ទាំង3ហ្នឹងយើងយកចម្លើយ B ពាក្យ B ដែលមានទម្រង់ជា infinitive មូលហេតុដែលយើងយកជាទម្រង់ infinitive គឺដោយសារតែ verb suggest ហើយ verb suggest ដែលប្រែថាស្នើហ្នឹងវាគឺជា subjunctive verb subjunctive verb វាគឺជា verb ពិសេសមួយដែលកាលណាពីក្រោយវាជា that clause ឬក៏ that subject verb អា verb ហ្នឹងត្រូវយកជាទម្រង់ infinitive យកជាទម្រង់ដើមហ្នឹងហើយគឺជាមូលហេតុដែលយើងយកចម្លើយ B ពាក្យ B ពី verb B ហ្នឹងគឺជា infinitive ហើយយើងមិនយក being ទេព្រោះ being ជា verb ing ទេមិនជា infinitive ទេហើយយើងក៏មិនយក is ដែរ is មិនជា infinitive ទេ is វាគឺជាទម្រង់ present អញ្ចឹងចម្លើយត្រឹមត្រូវម្ដងទៀតគឺចម្លើយ B ពាក្យ B ជាងប្រយោគដែលបានវាត្រូវ I suggest that the matter be considered ដែលបានថាខ្ញុំស្នើថាបញ្ហាគួរតែត្រូវបានពិចារណាឡើងវិញ